បាទសួស្តីបងប្អូនបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបរៀនបងប្អូនរបៀបយើងលុប page ដែលយើងមិនចង់ទុកណាយើងចង់លុប page ចោលអញ្ចឹងណាហើយមុននឹងតាមដានវីដេអូនេះកុំភ្លេចជួយ like ជួយ share ខ្ញុំម្នាក់មួយផងបើបងប្អូនមិនទាន់ follow អាចជួយ follow page ខ្ញុំម្នាក់មួយផងហើយរបៀបលុបរបស់យើងអត់ពិបាកទេបងប្អូនស្រួលទេហើយបើ page យើងលុបហើយពេលថ្ងៃណាមួយយើងចង់យកមកវិញយើងអាចយកវាមកបានអត់បញ្ហាទេសំខាន់យើងកុំឲ្យវាហួសសុពលភាព30ថ្ងៃទៅតែវាធំយើង30ថ្ងៃ page នឹងបាត់ពីក្នុង Facebook របស់យើងហើយដូចឧទាហរណ៍ថាបើយើងលុបមិនតាន់បានគ្រប់30ថ្ងៃថ្ងៃណាមួយយើងចង់យក page នឹងមកវិញយើងអាចចុចនៅអាចចុចយកវាមកវិញបានអញ្ចឹងកុំភ្លេចតោះទៅតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាចង់លុប page ឡើយយើងចូលនៅក្នុង Facebook យើងមកបាទយើងចូលនៅក្នុង Facebook នេះយើង Facebook ណាឡើយយើងជ្រើសរើស page មួយណាដែលយើងចង់លុបយើងចង់ចូលលុប page មួយណាយើងចូលលើ page មួយហ្នឹងបងប្អូនឡើយខ្ញុំចង់លុប page មួយនេះខ្ញុំចង់លុបវាចោលណាអញ្ចឹងខ្ញុំចុចលើវាមកពេលចុចលើវារួចហើយបងប្អូនយកកន្លែងត្រី3នេះមកបាទចុចកន្លែងត្រី3មកហើយបន្ទាប់មកបងប្អូនយកពាក្យថា setting យកខាងលើនេះបងប្អូនយករូបហ៊ុនសែនខាងលើនេះក៏បានខាងក្រោមក៏បានដែរហើយយើងអូសមកបងប្អូនយើងអូសរូបពាក្យដើម្បីយើងលុបអញ្ចឹងណានេះយើងយកពាក្យនេះ access and control ដើម្បីលុបវាអញ្ចឹងណាហើយបន្ទាប់មកបងប្អូនយកពាក្យថា delete យកពាក្យ delete ចោលមកហើយបងប្អូនចុចថា continue មកបាទបន្ទាប់ពីចុច continue ហើយបងប្អូនអាចចុច continue ម្ដងទៀតទៅបាទហើយយើងចុច continue ម្ដងទៀតទៅហើយបន្ទាប់មកយើងវាយ password បន្ទាប់ពីយើងវាយ password រួចរាល់ហើយយើងចុចពាក្យថា continue មកបាទហើយយើងចុចពាក្យថា delete page យើងចុចលើពាក្យហ្នឹងមកបងប្អូនយើងរងចាំវាបន្តិចណានេះបងប្អូនចង់បាទបន្ទាប់ពីយើងលុបរួចហើយយើងចង់ដឹងថាវាបានណាបងប្អូនយើងចូលលេខត្រេ3នេះមកហើយយើងចូលទៅកន្លែងពាក្យថា page នេះដើម្បីថាយើងថាវាបានអត់នេះបងប្អូនដល់ពេលយើងលុបហើយវានឹងធ្លាក់ចុះមកក្រោមចេះវានឹងធ្លាក់មកក្រោមអញ្ចឹងណាហើយវារងចាំរយៈពេល30ថ្ងៃបើយើងអត់យកមកវិញទេវានឹងបាត់ page នឹងបាត់អញ្ចឹងបងប្អូនហើយបើបងប្អូនចង់យកវិញអត់ពិបាកទេបងប្អូនចុចតែខាងក្រោមនេះមកពេលចុច active វាវិញមក active វាវិញមក page ដែលយើងចង់យកមកវិញហ្នឹងដែលយើងលុបយើងចង់យកមកវិញហ្នឹងវាអាចមកវិញបានហើយនេះដែលថាយើងលុបចោលថាយើង page ណាវាច្រើនពេកដែលយើងមិនចង់ទុកអញ្ចឹងណាយើងចង់ទុកយើងលុបចោលមកបាទហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ